អ្នកទាំងគ្នាជឿអត់ថាមានស្ពានមួយនៅប្រទេសស្កុតឡែនដែលត្រូវបានគេនិយាយថាធ្វើឲ្យសត្វឆ្កែជាច្រើនលោតចុះពីលើស្ពានដោយអត់ដឹងមូលហេតុនោះទេហើយអ្វីដែលកាន់តែចម្លែកជាងនេះគឺសត្វឆ្កែខ្លះមុនពេលលោតត្រូវបានគេនិយាយថាឈប់សម្លឹងទៅកាន់កន្លែងមួយនៅជាស្ពានដូចជាមានអ្វីមួយកំពុងតាក់ទាញពួកវាអញ្ចឹងអ្នកទាំងគ្នាគិតថាទីនោះមានខ្មោចពិតមែនអត់ឬក៏មានការបញ្យល់តាមបែបវិទ្យាសាស្ត្រផ្សេងទៀតអញ្ចឹងថ្ងៃនេះយើងនឹងទៅស្គាល់ពីរឿងអាថ៌កំបាំងរបស់ Overtown Bridge ស្ថិតនៅជិតទីក្រុង Dumbarton ក្នុងប្រទេស Scotland ស្ពាននេះត្រូវបានសាងសង់ឡើងនៅសតវត្សទី19ហើយស្ថិតនៅក្បែរ Overtown House ដែលជាផ្ទះប្រវត្តិសាស្ត្រមួយពីខាងលើស្ពានមើលទៅហាក់ដូចជាស្ពានថ្មធម្មតាមួយនោះទេអ្នកនរគ្នាប៉ុន្តែតំបន់នេះមានជ្រោះនិងផ្លូវចុះជ្រៅនៅខាងក្រោមផងដែរហើយរឿងចម្លែកបានចាប់ផ្ដើមធ្វើឲ្យមនុស្សចាប់អារម្មណ៍នៅពេលដែលមានការរាយការណ៍ថាសត្វឆ្កែជាច្រើនបានលោតពីលើស្ពាននោះអស់រយៈពេលជាច្រើនឆ្នាំមានម្ចាស់សត្វឆ្កែមួយចំនួនបានអះអាងថាពេលដើរឆ្លងកាត់ស្ពានសត្វឆ្កែរបស់ពួកគេបានរត់ទៅជិះស្ពានហើយលោតចុះភ្លាមៗតែម្ដងរឿងនេះធ្វើឲ្យមនុស្សចាប់ផ្ដើមសួរថាតើសត្វឆ្កែអាចមើលឃើញឬមានអារម្មណ៍ចំពោះអ្វីដែលមនុស្សមិនអាចមើលឃើញដែរឬទេអ្នកខ្លះជឿថាមានវិញ្ញាណឬអ្វីមួយអាថ៌កំបាំងនៅជុំវិញស្ពានមានសូម្បីតែរឿងព្រេងថាតំបន់ Overtown ត្រូវបានភ្ជាប់ជាមួយវិញ្ញាណនិងរឿងសោកសៅពីអតីតកាលហើយរឿងព្រេងទាំងនេះបានធ្វើឲ្យ Overtown Bridge កាន់តែល្បីក្នុងចំណោមអ្នកចូលចិត្តរឿងខ្មោចទាំងអស់មានទ្រឹស្ដីមួយបាននិយាយថាសត្វឆ្កែអាចមើលឃើញអ្វីមួយដែលមនុស្សមិនអាចមើលឃើញបាននោះទេអ្នកខ្លះជឿថាវាអាចជាវិញ្ញាណដែលកំពុងលាក់ខ្លួននៅតំបន់ជុំវិញស្ពានប៉ុន្តែអត់មានភស្តុតាងវិទ្យាសាស្ត្រដែលបញ្ជាក់ថាខ្មោចគឺជាមូលហេតុនៃការលោតរបស់សត្វឆ្កែនោះទេអ្នកទាំងគ្នាដូច្នេះហើយយើងត្រូវមើលទៅលើការពន្យល់ផ្សេងៗទៀតអ្នកស្រាវជ្រាវនិងអ្នកសង្កេតការណ៍មួយចំនួនបានស្នើឡើងថាប្រហែលជាមានក្លិនរបស់សត្វនៅខាងក្រោមស្ពានជាពិសេសសត្វព្រៃតូចៗដូចជាសត្វកណ្ដុរឬសត្វផ្សេងៗអាចរស់នៅក្នុងតំបន់ជ្រោះសត្វឆ្កែមានក្លិនខ្លាំងជាងមនុស្សយើងខ្លាំងមែនទែនអ្នកទាំងគ្នាដូច្នេះហើយនៅពេលដែលពួកវាដើរមកដល់ជ័យស្ពានពួកវាអាចនឹងទទួលក្លិនរបស់សត្វនៅខាងក្រោមហើយមានអារម្មណ៍ថាចង់ចូលទៅរកវាតែម្ដងបញ្ហានោះគឺដោយសារតែជ័យស្ពានត្រូវបានលាក់ដោយជញ្ជាំងថ្មនិងរុក្ខជាតិផ្សេងៗសត្វឆ្កែប្រហែលជាមិនអាចវាយតម្លៃកម្ពស់និងចម្ងាយបានល្អនោះទេហើយវាអាចនាំឲ្យមានការលោតដែលមានគ្រោះថ្នាក់បំផុតអ្នកទាំងគ្នាមានឆ្ងល់អត់ហេតុអីបានជាវាកើតឡើងញឹកញាប់នៅកន្លែងហ្នឹងមិនមែនសត្វឆ្កែគ្រប់ក្បាលដែលឆ្លងកាត់ស្ពាននោះទេដែលលោតហើយក៏មិនមែនការលោតទាំងអស់បណ្ដាលឲ្យស្លាប់ដែរអ្នកទាំងគ្នាប៉ុន្តែការរាយការណ៍បន្តបានធ្វើឲ្យស្ពាននេះទទួលបានឈ្មោះដ៏គួរឲ្យខ្លាចមួយគឺគេហៅថា Dog Suicide Bridge ឬស្ពានសម្រាប់សត្វឆ្កែទោះជាយ៉ាងណាឈ្មោះនេះគឺជាពាក្យដែលមនុស្សប្រើប្រាស់ក្នុងប្រព័ន្ធផ្សព្វផ្សាយនិងរឿងព្រេងជាច្រើនមិនមែនជាការបញ្ជាក់ថាសត្វឆ្កែពិតជាមានបំណងធ្វើអត្តឃាតនោះទេរហូតមកដល់សប្តាហ៍ថ្ងៃមនុស្សនៅតែមានការពន្យល់ខុសៗគ្នាអ្នកខ្លះនិយាយថាវាគ្រាន់តែជាឥទ្ធិពលរបស់ក្លិនសត្វព្រៃតែប៉ុណ្ណោះអ្នកខ្លះទៀតនិយាយថារចនាសម្ព័ន្ធស្ពាននិងរុក្ខជាតិជុំវិញអាចធ្វើឲ្យសត្វឆ្កែវាតម្លៃចម្ងាយខុសប៉ុន្តែសម្រាប់អ្នកដែលជឿលើរឿងអាថ៌កំបាំងពួកគេនៅតែសួរថាតើហេតុអ្វីបានជាសត្វឆ្កែខ្លះហាក់ដូចជាត្រូវបានទាក់ទាញទៅកាន់កន្លែងតែមួយតើវាគ្រាន់តែជាក្លិនសត្វព្រៃឬក៏មានអ្វីមួយដែលភ្នែកមនុស្សមិនអាចមើលឃើញចុះសម្រាប់អ្នកទាំងគ្នាវិញគិតយ៉ាងម៉េចដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក